នៅដើមរឿងយើងឃើញតួឯកស្រីឈ្មោះជាងនាងបានមកសម្ភាសការងារនៅក្រុមហ៊ុន MX ដែលមានមនុស្សជាច្រើនកំពុងរងចាំសម្ភាសបន្ទាប់មកបុគ្គលិកម្នាក់ឈ្មោះឆាវណាបានចូលមកអបអរសាទរអ្នកទាំងអស់គ្នាថាថ្ងៃនេះម៉ោង 2 រសៀលអ្នកនឹងត្រូវសម្ភាសជុំចុងក្រោយពេលចេញទៅនាងក៏និយាយថាគុំទាន់សប្បាយចិត្តអីអ្នកដែលអ្នកនឹងត្រូវជួបគឺតឹងរឹងជាងខ្ញុំទៅទៀតឈុតបន្ទាប់យើងឃើញតួឯកប្រុសឈ្មោះយួនជំនួយការរបស់គាត់ប្រាប់ថាបើមិនធ្វើអ្វីទេក្រុមហ៊ុនផ្សេងនឹងទិញភាគហ៊ុនទាំងអស់បន្ទាប់មកយើងក៏ឃើញលោកឌូលីនាយកប្រតិបត្តិក្រុមហ៊ុនផ្សេងទៀតដែលនិយាយអំពីការទិញភាគហ៊ុនប៉ុន្តែគាត់ដឹងថាក្រុមហ៊ុន MX បានទិញភាគហ៊ុនអស់ហើយដែលធ្វើឲ្យគាត់ខឹងយួនដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុន MX សួរជំនួយការថាតើបានទិញភាគហ៊ុនហើយឬនៅជំនួយការឆ្លើយថាបាទលោកឆ្លាតណាស់យួនប្រាប់ឲ្យគាត់ចេញទៅដោយនិយាយថាខ្ញុំត្រូវការគេងឈុតបន្ទាប់ឆាវណាសួរយួនថាខ្ញុំនឹងទៅពិធីជប់លៀងវិនិយោគតើឈុតនេះមើលទៅយ៉ាងណាដែរយួននិយាយថាវាធម្មតាទេបន្ទាប់មកនាងក៏និយាយថាគេនិយាយថាមហាសេដ្ឋីចិននឹងមកចូលរួមពិធីជប់លៀងតើអ្នកទៅជាមួយខ្ញុំទេយួនឆ្លើយថាខ្ញុំទៅមិនកើតទេរួចនាងក៏ហុចឯកសារបេក្ខជនសម្ភាសឲ្យគាត់យួនចាប់ផ្ដើមពិនិត្យប្រវត្តិរូបរបស់ពួកគេពេលឃើញប្រវត្តិរូបរបស់ចាងគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឆាវណាបាននិយាយថានាងឆ្លាតណាស់យួនញឹមពេលឃើញរូបគំនូរសត្វជៀមនៅខាងក្រោមប្រវត្តិរូបរបស់នាងរួចគាត់ប្រាប់ឆាវណាថាអ្នកទៅជប់លៀងចុះខ្ញុំនឹងរៀបចំការសម្ភាសនេះក្នុងឈុតបន្ទាប់ចាងមកដល់ក្រុមហ៊ុនមកដើម្បីសម្ភាសពេលឃើញយួននាងក៏ស្គាល់គាត់ក្នុងពេលសម្ភាសយួនសួរថាតើយើងគួរទិញភាគហ៊ុនធម្មពលដែរឬទេវិភាគឲ្យលឿនហើយប្រាប់ខ្ញុំមកសមាជិកផ្សេងទៀតនិយាយថាការទិញភាគហ៊ុនទាំងនេះនឹងផ្ដល់ផលចំណេញដល់ក្រុមហ៊ុនទោះជាយ៉ាងណាក៏ដោយចាងនិយាយថាទេភាគហ៊ុនរបស់ក្រុមហ៊ុននេះកំពុងតែខាតបង់ដូច្នេះការទិញវាគឺមានហានិភ័យយួនឆ្លើយថាក្នុងចំនួនមនុស្សម្នាក់ត្រូវតែទទួលយកហានិភ័យនៃប្រាក់ចំណេញនិងការខាតបង់យួនជ្រើសរើសសមាជិកផ្សេងទៀតប៉ុន្តែមិនជ្រើសរើសចាងទេពេលចាងកំពុងដើរចេញស្បែកជើងកែងរបស់នាងធ្វើឲ្យនាងឈឺហើយយួនសង្កេតឃើញរឿងនេះពីលើចាងពេលចេញមកក្រៅមានអារម្មណ៍ថាធ្លាក់ទឹកចិត្តខ្លាំងជាលទ្ធផលនៅពេលនោះកម្មករម្នាក់របស់យួនបានយកបងរុំរបួសមកឲ្យនាងហើយនិយាយថាថៅកែយើងផ្ញើមកឲ្យអ្នកចំណែកជាងក៏សួរថាតើខ្ញុំអាចអរគុណគាត់តាមទូរស័ព្ទរបស់អ្នកបានទេនាងក៏ថតសារជាសំឡេងចូលក្នុងទូរស័ព្ទរបស់គាត់ថាលោកយួនខ្ញុំនឹងមិនបោះបង់ចោលឡើយរួចក៏បិទបងរុំរបួសលើទូរស័ព្ទនោះមុននឹងប្រគល់វាឲ្យវិញនៅពេលដែលយួនស្ដាប់សារនោះកម្មកររបស់គាត់ក៏និយាយថានេះជាក្មេងស្រីដែលឆ្លាតវៃណាស់ហេតុអ្វីបានជាអ្នកមិនជ្រើសរើសនាងយួនឆ្លើយតបថាក្មេងស្រីដែលមានអាការៈទឹកភ្នែកម្នាក់នេះនឹងមិនអាចទ្រាំនឹងការងារធ្ងន់និងសម្ពាធនៅក្រុមហ៊ុន MX បានឡើយបន្ទាប់មកយួនក៏នឹកឃើញរឿងការពីអតីតកាលដែលកាលពីក្មេងគាត់បានបោះសត្វល្អិតដាក់ជាងដើម្បីលេងសើចនាងក៏ភ័យខ្លាចរួចចាប់ផ្ដើមយំហើយក៏សន្លប់បាត់ស្មារតីបន្ទាប់ពីពិនិត្យនាងរួចគ្រូពេទ្យបានប្រាប់ឪពុករបស់ជាងថានាងមានអាការៈទឹកភ្នែកដូច្នេះសូមព្យាយាមកុំឲ្យនាងយំឪពុករបស់ជាងក៏បានប្រគល់ភារកិច្ចឲ្យយួនការពារនាងនិងធានាថានាងមិនយំយួនក៏យល់ព្រមបន្ទាប់មកឪពុករបស់ជាងក៏ឲ្យលុយខ្លះដល់យួនសួរថាតើអ្នកនឹងឲ្យលុយខ្ញុំបែបនេះរាល់ខែដែរឬទេគាត់ក៏ឆ្លើយតបថាមែនហើយជាងឃើញហេតុការណ៍ទាំងអស់នេះហើយនៅទីបញ្ចប់